យើងយល់ឃើញថាឥឡូវទីផ្សារដូងវាល្អបាទយើងបិទច្រកនេះខាងផងហើយទីផ្សារដូងឥឡូវគេត្រូវការច្រើនយើងសម្រាប់ដូងចាស់យើងនេះសឹងរộpផ្លែគេអត់បានទេឥឡូវហើយយើងអត់ពិបាកទៅហត់រឿងកាប់រឿងអីចាំតរ៉ប់តែមានផ្លែដូងឯគេមកកាប់ដល់កន្លែងហ្មងដល់កន្លែងដល់យើងចាំតរ៉ប់ជាក្របគិតលុយទៅបាទបានមកក្របប៉ុន្មានបងដូងយើងថានៅនេះយើងថាទៀប1000ទៅ1000ទៀបចុះបាទបងអញ្ចឹងក្នុងបាទជាសួរហើយជាដំបូងសូមស្គាល់ឈ្មោះបងហើយក៏ដូចជាជួយបញ្ជាក់ទីតាំងនៅទីនេះផងដែរបងខ្ញុំឈ្មោះហើមនាងជាអ្នកមើលការខុសត្រូវនៅចំការនៅមេកាត់សង្កាត់អូម៉ាល់ក្រុងបាត់ដំបងនៅនេះគេហៅសង្កាត់អូម៉ាល់ក្រុងបាត់ដំបងណាបាទហើយបាទមែនតើបងប្អូនឃើញទស្សនវិជ្ជាខាងក្រោយគឺសុទ្ធតែបាទកូនដូងដែលត្រៀមដាំណាបាទហើយបន្តិចទៀតនាំបងប្អូនទៅមើលដីដែលគាត់នឹងត្រៀមដាំមានប្រមាណហាត់ឥឡូវសួរបងវិញបងកូនដូងនេះមានប្រមាណដើមហើយត្រៀមដីប្រមាណហាត់ដែរសម្រាប់ការដាំដូងនេះកូនដូងនេះមានចំនួន4200ដើមហ្មង4200ដើមសម្រាប់យើងដាំផ្ទៃដីលើផ្ទៃដី14ហាត់14ហិកតា14ហិកតាអូបាទហើយដោយសារចាប់អារម្មណ៍បាទកម្មវិធីរបស់យើងថ្ងៃនេះចង់នាំអារម្មណ៍ពុកម៉ែបងប្អូនរបស់យើងមកស្វែងយល់បន្ថែមអំពីការដាំដូងហើយជាពិសេសគឺឥឡូវគឺមានអ្នកវិនិយោគលើការដាំដូងគឺច្រើនបាទហើយការវិនិយោគរបស់ពួកគាត់គឺអ្នកខ្លះក៏ដាំបានផលអ្នកខ្លះទៀតក៏គាត់ដាំទៅជួបឧបសគ្គច្រើនចំណាយច្រើនលើការដាំដំណាំដូងនឹងអញ្ចឹងណាអញ្ចឹងថ្ងៃនេះមកចង់ឲ្យបងជួយចែកម្លែកអំពីបទពិសោធន៍បន្តិចដោយសារតែឃើញបងរៀបចំដាំដីច្រើនធ្លាប់ដាំដូងពីមុនមកហើយបងធ្លាប់ដែរការដាំដូងនេះដោយសារយើងសិក្សាតាមបណ្ដាញសង្គមខ្លះទៅហើយក៏ផ្ដាំដល់ជាកសិករទាំងអស់ដែរការដាំដូងនេះកុំជឿជាក់នៅលើក្រុមហ៊ុនណាមួយផ្ដោតទៅលើណាមួយឲ្យច្បាស់លាស់ពេកសំខាន់ការសិក្សារបស់យើងផងដែរបាទប៉ុន្តែក៏មិនបន្តថាក្រុមហ៊ុនណាដែលគេមិនកើតទេបាទប៉ុន្តែក៏យើងត្រូវការតាមដានខ្លួនឯងដែរបាទសិក្សាបន្ថែមខ្លួនឯងបាទលើថាដូចជាមានទីតាំងដូងដែលបងបានដាំហើយរយៈពេល1ឆ្នាំហើយមិនចឹងបងបាទជិត1ឆ្នាំហើយដាំពីខែ10បាទហើយយ៉ាងម៉េចដែរបើយើងប្រៀបធៀបតើយើងនឹងត្រៀមដាំកម្រងដូចគ្នាឬក៏យ៉ាងម៉េចខុសគ្នាមិនដែរដាំការរៀបចំប្រព័ន្ធដាំដូចគ្នាប៉ុន្តែគ្រាន់តែការខុសនៃការដាំការរៀបចំដៅហើយនឹងការដាំវាខុសគ្នាដោយសារខាងក្រុមហ៊ុនដាំឲ្យគាត់អត់បានបើថាប្រព័ន្ធទឹកគ្រប់គ្រងស្រោចស្រពយើងទទួលយកបានអញ្ចឹងគាត់ថាខុសពីបច្ចេកទេសដាំគាត់អត់មានធ្វើដៅធ្វើអីឲ្យយើងសម្រាប់មេរោគអីឲ្យយើងទេគាត់យកជាកូនដូងមកដល់តែពេលដាំគាត់កាប់ប៉ុណ្ណឹងដាក់ដាំបណ្ដោយគាត់ដាំតែដាក់ដាំតែម្ដងប៉ុន្តែក្រោយនេះខុសគ្នាក្នុងថាយើងជីកដៅខាលថ្ងៃបាច់ស្លាប់មេរោគបាច់កបោស្លាប់មេរោគបាទហើយគម្រោងយើងនឹងដាំនេះមានបាច់កបោស្លាប់មេរោគនឹងប្រើជីសរីរាង្គដើម្បីបាទដើម្បីឲ្យវាការលូតលាស់នេះឲ្យវាលឿនឆាប់រហ័សជាងដែលយើងដាំក្នុងណាបាទហើយយើងនឹងផ្ទៀងផ្ទាត់គ្នាចាំមើលថាមួយណាលូតលាស់ល្អមួយណាវាលូតលាស់ល្អលឿនជាងអញ្ចឹងណាបាទយើងយល់ឃើញថាឥឡូវទីផ្សារដូងវាល្អបាទយើងបិទច្រកនេះខាងផងហើយទីផ្សារដូងឥឡូវគេត្រូវការច្រើនយើងសម្រាប់ដូងចាស់យើងនេះសឹងរộបផ្លែគេអត់បានទេឥឡូវហើយយើងអត់ពិបាកទៅហត់រឿងកាប់រឿងអីចាំតរ៉ប់តែមានផ្លែដូងឯគេមកកាប់ដល់កន្លែងហ្មងដល់កន្លែងដល់យើងចាំតរ៉ប់ជាក្របគិតលុយទៅបាទបានមកក្របប៉ុន្មានបងដូងយើងថានៅនេះយើងថាទៀប1000ទៅ1000ទៀបចុះបាទអញ្ចឹងក្នុងមួយដើមយើងអាចយកលុយបានប្រហែលបើសិនជាមួយធ្លាយើងគិតថា8ទៅ10ផ្លែទៅ22ផ្លែចុះបាទអញ្ចឹងអាចថា20000មួយធ្លាយបាទហើយក្នុងមួយដើមបងប្អូនគិតទៅវាអាចមានចន្លោះពី4ទៅ5ធ្លាយដែរបាទអញ្ចឹងគឺអាចថានិយាយដូងគឺទីផ្សារល្អហើយតម្លៃក៏ពិសេសដែរបាទយើងថាទៀបត្រឹមមួយក្រប1000ដែរបាទហ្នឹងហើយបាទហើយអញ្ចឹងមកយើងចាប់អារម្មណ៍ក៏ងាករមើលកម្មចាប់ដើមដាំដុះបន្ថែមទៀតអញ្ចឹងណាបាទហើយដូងទាំងអស់នេះបងទិញមកពីខាងណាហើយមានប្រភពមកពីណាដែរនាំចូលពីបរទេសទេឬក៏ក្នុងស្រុកឬរៀងអត់ដូងនេះជាពូជក្នុងស្រុករបស់យើងប៉ុន្តែបាទគាត់មានការរៀបចំពូជនេះដូចថារយៈពេលយូរហើយគាត់មានបទពិសោធន៍ហើយយើងក៏បានទៅដល់ចការគាត់ទៅត្រួតពិនិត្យដល់ចការហ្មងកន្លែងដែលគាត់ផលិតពូជគាត់បដោះតាំងពីចការនៅដើមបាទយើងទៅឃើញទីតាំងគាត់ផ្ទាល់ច្បាស់នៅខាងណាដែរបងដូងនេះនៅខាងអូត្រេសបាទនៅខាងសេនុហ្នឹងអូត្រេសខាងសេនុបាទអញ្ចឹងគឺជាពូជដូងនេះគេហៅពូជដូងក្អូបឬក៏ដូងទឿបងដូងក្អូបនេះដូងក្អូប100%បាទ
hay mưa hàng cào cứ hạ bây giờ sọc hiệp đâu nên lo mền tén hay ở lấy bôngแต่ปอนจมูกหนึ่งจีซาประดามพญาดบองปองยังแหละกอดจังวินิยุหรือการดำดอกโด่งบองมีนไอสมัยแบบจีการประดามพญาจากการบุกกอดเอาเกินพิจารณาเลยจนหน่อยไอ้คลาดำใบหนึ่งเตรียมแหละคณะของการดำดอกตะนำดงดึกบองក្នុងការដាំដូងបងប្អូនកសិករបើចង់ដាំត្រូវសិក្សាអំពីប្រភពទឹកមុនគេគឺប្រភពទឹកបើអត់ទឹកគឺចប់ហើយចប់ដាំបាទប្រភពទឹកហើយតបមកគឺការរៀបចំប្រព័ន្ធស្រោចស្រពយើងប្រព័ន្ធខ្លះក៏យើងអត់មានប្រើបន្លាយបានយើងអាចប្រើជាទយោអីទៅហើយមួយទៀតគឺពូជសំខាន់បំផុតពូជតែរើសខុសដាំខាត់លុយចោលហើយខាត់ពេលវេលារាប់ឆ្នាំទៅទៀតបាទហើយការរៀបចំដីរៀបចំហើយយើងត្រូវការធ្វើជាអណ្ដៅប្រើកបោសម្រាប់មេរោគបាទហើយក្នុងការដាំយើងត្រូវមានបច្ចេកទេសในការដាំទៅដាំរបៀបម៉េចយើងត្រូវសិក្សាមើលបន្ថែមឲ្យបានច្រើនបាទកុំចេះតែចង់ដាំមានលុយគេទៅទិញមកបាទឃើញពូជតាមលម៉កតាមអតេះអីគេលក់ដូងចង់ទៅទិញយកមកដាំយើងទិញយកមកដាំជួនកាលដូចបងលើកឡើងមិញគឺពាក់ព័ន្ធជាមួយនឹងកតាពូជក៏សិនជាពូជអត់សុទ្ធបាទដូងវាអាយុកាលចាប់ពី4ឆ្នាំទៅ5ឆ្នាំមិនឲ្យផលអញ្ចឹងមិនន័យថាបងឃើញលទ្ធផលហ្នឹងយើងខាតបាត់ហើយអញ្ចឹងយើងដាំមិនដើម្បីយើងឲ្យកាន់តែមានភាពច្បាស់លាស់គឺយើងត្រូវសិក្សាបន្ថែមបាទខ្លួនឯងបាទជាពិសេសដើម្បីទំនុកចិត្តហ្មងដោយការទៅរាពូជនេះមែនតើត្រូវទៅដល់ទីតាំងបាទទៅមើលដល់ទីតាំងបណ្ដោះហើយត្រូវទៅដល់ចំការគាត់ទៀតបាទទៅដល់កន្លែងផ្លែដែលមាននៅលើទៀតបាទហើយហូបផ្លែនឹងមើលក៏បអទៀតហូបទៀតហ្នឹងមកឲ្យកាន់តែច្បាស់ណាបងណាបាទអរគុណច្រើនមែនតើហើយខ្លីៗជាមួយបងប្រពន្ធដែរហើយបងប្អូនយើងបើសិនជាចង់វិនិយោគមានដីល្អដូចបងប្រាប់ពីខាងដើមមិញថាយើងគួរតែសិក្សាអំពីប្រព័ន្ធទឹករបស់យើងតើយើងមានប្រភពទឹកគ្រប់គ្រាន់ទេសម្រាប់ការស្រោចស្រពបាទហើយនៅនេះអត់ខ្វះទឹកបងណាអត់អីទេបងតំបន់ខ្ញុំនេះវានៅជាប់ប្រភពទឹកហ្មងឬមិនអាងពីងពួយអត់អីទេអាងពីងពួយបាទអញ្ចឹងគឺមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ការបូមសម្រាប់ការបហូរយកមកស្រោចស្រពបាទសម្រាប់ចង្ហាដូងមកបងអរគុណច្រើនមែនតើចឹងគឺជាការចែករំលែកបាទពីកម្មវិធីទីកសិផលខ្មែរក៏ដូចជាបាទទូទូ PNS TV ក៏ដូចជា Page ខ្ញុំបាទគឺយើងនឹងផ្តិតយកទស្សនវិជ្ជាបាទការធ្វើកសិកម្មបាទការដាំដុះបាទក៏ដូចជាបាទការសិក្សាទៅលើបច្ចេកទេសមួយចំនួនជូនដល់ពុកម៉ែបងប្អូនរបស់យើងក្នុងការបោះទុនឬក៏ត្រៀមក្នុងការដាំដំណាំផ្សេងៗឲ្យចំគោលដៅទៅតាមចំណង់ចំណូលចិត្តដែលបងប្អូនចង់ដាំហើយអរគុណបងប្រុសដូចគ្នាបាទសម្រាប់ការចូលរួមចែករំលែកខ្លីៗប៉ុណ្ណេះហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងទទួលបានចំណេះដឹងបន្ថែមពីคลิปវីដេអូមួយនេះហើយជូនពរដល់ពុកម៉ែបងប្អូនទទួលបានសុខភាពល្អជួបគ្នាជាមួយខ្ញុំបាទនៅវីដេអូក្រោយបាទអរគុណ